បងកូនកឌៀនណាហើយខ្ញុំអត់ចង់ប្រើថ្នាំសល់ទេកូនខ្ញុំនៅតូចបងតំតែ6 ខែហ្នឹងអញ្ចឹងគួរធ្វើមិនទៅបញ្ហាទាំងអស់នេះយើងជួបប្រទះស្ទើរតែទាំងអស់គ្នានៅពេលដែលកូនផ្លាស់ប្ដូរលបាយអាហារពីបើទៅដោះគោមកជាអាហារបែប solid food ដោយសារអីកូនតបតែញ៉ាំបែបរាវឥឡូវមកបន្ថែមជាកំហាប់បែបវិញខាប់ជាងមុនឬក៏មានសាច់មានបន្លែមានអីចឹងទៅធ្វើឲ្យប្រព័ន្ធរំលាយអាហារគាត់ពិបាកក្នុងការរំលាយអញ្ចឹងមកមានទាំងអស់គ្នាបាទចង់សល់ទេអាចមកសាកធ្វើមនុយ2នេះដូចដែលខ្ញុំបង្ហាញបានសម្រាប់មនុយទី1របស់យើងគឺបបរសៅសលៃជាមួយនឹងតំណាប់ព្រូនអញ្ចឹងតំណាប់ព្រូនរបស់យើងជួយបានច្រើនមែនតើមកមានទាំងអស់គ្នាទៅលើអាការៈក្តៀនមិនថាកូនក្មេងឬក៏មនុស្សចាស់ទេហើយពាក្យថាតំណាប់មែនប៉ុន្តែតំណាប់របស់យើងនឹងជាប្រភេទផ្លែឈើ dehydrate ដែលនៅក្នុងនឹងគឺធ្វើពីធម្មជាតិសុទ្ធ 100% អត់មានបន្ថែមស្ករអត់មានបន្ថែមពណ៌សិប្បនិមិត្តទេហើយសម្រាប់ម្សៅប្រូតេអ៊ីនរបស់យើងគឺជួយដល់ប្រព័ន្ធរំលាយអាហារដូចគ្នាសម្បូរប្រូតេអ៊ីនជាប្រភេទ plant based protein ដូច្នេះហើយវាងាយរំលាយមកមានទាំងអស់គ្នាជួយដល់សុខភាពបេះដូងផងដែរសម្រាប់សៅសលៃរបស់យើងមកមានទាំងអស់គ្នាវិធីចម្អិនគឺងាយស្រួលមែនតើនៅក្នុងសៅសលៃពេលដែលចម្អិនខ្ញុំមានតិចនិចមួយគឺមកមានទាំងអស់គ្នាចម្អិនមកល្មមកូនញ៉ាំបានហើយកុំយកវាតែខ្លះសេដោយសារសៅសលៃវាមានជាតិជ័រទឹកដោះអានេះដូចចាស់គាត់និយាយថាជាប់បាយអញ្ចឹងវារៀងច្រើនជាងករបស់យើងអញ្ចឹងធ្វើឲ្យកំហាប់សៅសលៃរបស់យើងរៀងតាយវារៀងល្មួតអញ្ចឹងបើសិនជាយើងធ្វើឲ្យសល់យកតែខ្លះសេអូតូម៉ាទិកគឺពេលដែលយើងយកមកកម្ដៅវិញសៅសលៃហ្នឹងគឺវាស្អិតជាប់គ្នាខ្លាំងហ្មងអាចនឹងធ្វើឲ្យកូនពិបាកញ៉ាំចំណែកផ្លែឈើខ្ញុំមានបន្ថែមជាស្វាយទុំនៅក្នុងស្វាយទុំមកមានទាំងអស់គ្នាមិនត្រឹមតែរសជាតិឆ្ងាញ់ក្លិនឈ្ងុយទេសម្បូរទៅដោយវីតាមីន A វីតាមីន C fiber និង antioxidant ជួយដល់សុខភាពស្បែកជួយដល់សុខភាពបេះដូងជួយដល់ឆ្អឹងនិងជួយដល់ភ្នែកពេលដែលបបរយើងឆ្អិនរួចរាល់គឺយើងយកវាមកកិនតាមអាយុរបស់កូនបើសិនជាកូន6 ខែយើងកិនឲ្យម៉ត់បើសិនជាកូន3 ខែយើងកិននៅគ្រើមដោយសារសៅសលៃរបស់យើងជាប្រភេទអាហារដែលសំខាន់សម្រាប់កូន6 ខែឡើងទៅដូច្នេះហើយទៅនៅក្នុងឈុត6 ខែរបស់យើងមានរួមជាមួយសៅសលៃដែរអញ្ចឹងពេលដែលបបរយើងកិនរួចរាល់ហើយយើងចាក់ដាក់ក្នុងចានបន្ថែមជាមួយប្រេងត្រង់កន្លែងនេះមកមានទាំងអស់គ្នាអាចបន្ថែមជាប្រភេទប្រេងប៊ឺប្រេងអូលីវប្រេងផេរីឡាប្រេងល្ងក៏បានដែរសម្រាប់ពពួកប្រេងទាំងអស់ហ្នឹងអត្ថប្រយោជន៍របស់វាប្រហាក់គ្នាគឺជួយទៅលើរឿងប្រព័ន្ធរំលាយអាហារសម្បូរវីតាមីន E ជួយដល់ការបន្តបង់ជួយឲ្យកូនឡើងគីឡូគ្រាន់តែថាប្រេងផេរីឡាដែលខ្ញុំប្រើថ្ងៃនេះហ្នឹងវាមានអត្ថប្រយោជន៍ច្រើនជាងនឹងពី3ចំណុចទៀតដូចជាប្រយោជន៍ប្រឆាំងនឹងជំងឺមហារីកជួយដល់សុខភាពបេះដូងនិងការពារជំងឺមហារីកផ្សេងជាដើមចំណែកមនុស្សទី2របស់យើងនេះគឺជាទឹកព្រូនឬក៏ហៅថាព្រូនពូរ៉េដែលនៅក្នុងហ្នឹងយើងយកផ្លែព្រូនរបស់យើងហ្នឹងយកទៅត្រាំជាមួយនឹងទឹកក្តៅដាំពុះមកមានតែអ្នកគ្នាត្រាំ10ទៅ15នាទីដើម្បីវាចេញជាតិបានល្អហើយវាទន់ល្អបន្តមកទៀតយើងគ្រាន់តែយកវាទៅកិនហើយតម្រង់យកកាកចេញដាក់ទឹកឲ្យកូនបឺតឬក៏បញ្ចុះកូនគឺជាការស្រេចព្រូនហ្នឹងមានតែអ្នកគ្នាជួយបានច្រើនមែនតើដូចខ្ញុំបញ្ជាក់អញ្ចឹងមិនតែកូនក្មេងទេសូម្បីតែមនុស្សចាស់ដែលគាត់ពិបាកក្នុងការបត់ជើងដោយសារប្រព័ន្ធរំលាយអាហារគាត់ធ្វើការឬក៏ដំណើរការលែងសូវល្អហើយគឺអាចឲ្យគាត់ញ៉ាំផ្លែព្រូននេះតំណាប់ផ្លែព្រូននេះញ៉ាំបែបតែអញ្ចឹងហ្មងបាច់កិនបាច់អីគឺគាត់ញ៉ាំលេងញ៉ាំល្ងាចឡើងញ៉ាំពេលថ្ងៃឡើងមកគ្រាប់2គ្រាប់គឺវាជួយបានច្រើនមែនតើមនុស្សទាំងពីរនេះគឺជាអាហារសម្រាប់ជួយកាត់បន្ថយឬក៏ជួយសម្រួលដល់ការក្តៀនតែបើសិនជាកូនមកមានទាំងអស់គ្នាគាត់ក្តៀនខ្លាំងអត់ជូរច្រើនថ្ងៃហើយអញ្ចឹងវិធីណែនាំគឺប្រឹក្សាជាមួយពេទ្យមួយទៀតគឺយើងអាចធ្វើចលនាម៉ាស្សាពុះឲ្យគាត់បានម៉ាស្សាបែបថាក់កង់អីជាដើមឡាក់ចំណែកពួកអាហារដែលមកមានទាំងអស់គ្នាគួរជៀសវាងពេលដែលកូនក្តៀនមានដូចជាប៉ោមការ៉ុតចេកដំឡូងឈីសប្រភេទអាហារម្សៅដូចជានំប៉័ងប្រភេទទឹកដោះគោស្រស់ជាដើមឡាក់ហើយនេះគឺជាគ្រឿងទេសដែលខ្ញុំប្រើនៅក្នុងម៉ឺនុយមួយនេះសម្រាប់មកមីត្រូវការគ្រឿងទេសឬក៏គ្រឿងអាហាររូបត្ថម្ភផ្សេងសម្ភារៈផ្សេងអាចតាក់ទងមកកូនដំរីបានអរគុណសម្រាប់ការទស្សនា